chơi nhận ôm sắc xaដូចតទៅណែអ៊ីទាំងយើងប្រកបមកអ៊ីហ្នឹងអ៊ីពេញតួយើងអានថាអ៊ីអញ្ចឹងណែអ៊ីតដាក់ស្រៈអំយើងអានថាទាំងតដាក់ស្រៈអំយើងអានថាទាំងមិនមែនតំហើយក៏មិនមែនទុំដែរគឺយើងអានថាទាំងដូច្នេះឃ្លាហ្នឹងយើងអានថាអ៊ីទាំងណែម្ដងទៀតអ៊ីទាំងដូចឃ្លាសរសេរបន្តវោសរសេរវោដាក់ស្រៈអោអានថាវោដាក់ស្រៈអោអានថាវោដូច្នេះឃ្លាហ្នឹងយើងអានថាវោណែដូចឃ្លាសរសេរបន្តញៀតៃណាំងប្រកបញោដាក់ស្រៈអាញៀដាក់ស្រៈអាញៀតដាក់ស្រៈអីតៃដាក់ស្រៈអីតៃណោដាក់ស្រៈអំណាំងដូច្នេះឃ្លានឹងយើងអានថាញៀតៃណាំងម្ដងទៀតញៀតៃណាំងដូចឃ្លាសរសេរសហោតោម្ដងទៀតហោតោប្រកបហដាក់ស្រៈអោហោដាក់ស្រៈអោហោតដាក់ស្រឧតោដាក់ស្រឧតោដូច្នេះឃ្លាហ្នឹងយើងអានថាហោតោតែអញ្ជើញញាតិញោមរៀនអានពីខាងក្រោយមកវិញណាញាតិញោមរៀនដំបូងស្ដាប់សំនៀងអាត្មាអានសិនបន្ទាប់មកញោមរៀនអានតាមទៅមិនខុសបាទអញ្ជើញញាតិញោមរៀនអានអ៊ីទាំងវោញៀតៃណាំងហោតោណែចុះបន្ទាត់សរសេរបន្តឬក៏ញោមអាចសរសេរទៅមុខទៀតក៏សរសេរទៅតែត្រូវដកឃ្លាបាទអញ្ជើញសរសេរបន្តសុខេតាណែសុខេតាណែប្រកបសដាក់ស្រឧសដាក់ស្រឧសខដាក់ស្រីខេដាក់ស្រីខេតដាក់ស្រៈតាណែតដាក់ស្រៈតាដូច្នេះយើងអានថាសុខេតាណែដូចឃ្លាសរសេរបន្តហោនតោម្ដងទៀតហោនតោប្រកបហដាក់ស្រៈអោនឹងណហោនដាក់ស្រៈអោនឹងណហោនจึงតដាក់ស្រឧតោដូច្នេះយើងអានថាហោនតោបាទដូចឃ្លាសរសេរបន្តញៀតយោខណ្ឌម្ដងទៀតញៀតយោប្រកបញោដាក់ស្រៈអាញៀដាក់ស្រៈអាញៀតអានតតៈយោដាក់ស្រៈអោយោដាក់ស្រៈអោយោដូច្នេះយើងអានថាញៀតយោអញ្ជើញញាតិញោមអានពីខាងលើមកវិញទាំងអស់អ៊ីទាំងវោញៀតៃណាំងហោតោសុខេតាហោនតោញៀតយោខណ្ឌណែបាលីប៉ុណ្ណឹងណាញាតិញោមហើយឥឡូវនេះយើងចូលទៅសិក្សាសេចក្តីប្រែបន្តទៀត
ហើយនៅពេលដែលរៀនចប់ហើយអាត្មានឹងបញ្យល់ខ្លះអំពីកាវទិសទាននឹងឥឡូវនេះជើញញាតិញោមយើងសិក្សាជាបន្តនៅក្នុងសេចក្តីប្រែញោមអាចសរសេរនៅនឹងសៀវភៅរបស់ញោមដាក់ប្រែថាណាញាតិញោមដាក់ប្រែថានៅខាងលើនេះមកណាឥឡូវយើងសរសេរសេចក្តីប្រែទាននេះចូលសម្រេចណាម្ដងទៀតទាននេះចូលសម្រេចណាសរសេរជាប់គ្នាដល់ញាតិទាំងឡាយម្ដងទៀតដល់ញាតិទាំងឡាយទាននេះចូលសម្រេចដល់ញាតិទាំងឡាយណាញាតិញោមសរសេររួចនៅយើងបន្តទៀតសូមឲ្យញាតិទាំងឡាយណាសរសេរបន្តមកណាញាតិញោមសូមឲ្យញាតិទាំងឡាយណាសរសេរជាប់គ្នាដល់នៅសេចក្តីសុខចោះខណ្ឌដល់នៅសេចក្តីសុខចោះខណ្ឌណាប៉ុណ្ណឹងណាញាតិញោមឃើញខ្លីទេញាតិញោមមិនវែងទេអញ្ចឹងញាតិញោមយើងអញ្ជើញយកទៅទន្ទិញឲ្យចាំណាញាតិញោមណាទន្ទិញឲ្យចាំបាលីនឹងផងទាំងសេចក្តីប្រែនេះផងដែរឥឡូវអញ្ជើញញាតិញោមយើងរៀនអានទាំងបាលីទាំងសេចក្តីប្រែហើយបន្តមកអាត្មានឹងនាំញាតិញោមយើងសូត្រទាំងបាលីទាំងសេចក្តីប្រែអញ្ជើញញាតិញោមយើងផ្ទៀងនៅលើសៀវភៅដៃដែលញោមបានកត់ហើយចំពោះញាតិញោមដែលមានសៀវភៅក៏អញ្ជើញរៀនអានតាមណាអ៊ីទាំងវោញាតៃណាំងហៅតោសុខេតាហៅនតោញាតយោរីទាននេះឬក៏យើងត្រឹមទាននេះបានហើយណាទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមឲ្យញាតិទាំងឡាយដល់នៅសេចក្តីសុខចោះបាទម្ដងទៀតអាត្មាអានរៀងលឿនបន្តិចអ៊ីទាំងវោញាតៃណាំងហៅតោសុខេតាហៅនតោញាតយោទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមឲ្យញាតិទាំងឡាយដល់នៅសេចក្តីសុខចោះណាឥឡូវយើងសូត្រអ៊ីទាំងវោញាតៃណាំងហៅតោសុខេតាហៅនតោញាតយោទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមឲ្យញាតិទាំងឡាយដល់នៅសេចក្តីសុខចោះណាប៉ុណ្ណឹងណាញាតិញោមហើយនេះអាត្មាសរសេរភ្ជាប់គ្នាជាមួយផ្ទាំងជាមួយស្លាយដើម្បីញាតិញោមយើងងាយមើលហើយមូលហេតុដែលអាត្មាសរសេរបាលីសុទ្ធអញ្ចេះហើយសេចក្តីប្រែនេះក៏ព្រោះថាអាត្មាចង់ឲ្យបានអក្សរនឹងធំឲ្យបានអក្សរនឹងធំងាយសម្រួលដល់ញាតិញោមយើងដែលមានបច្ចុប្បន្នច្រើនគាត់ខ្សោយភ្នែកក្នុងការមើលណាអក្សរតូចពេកធ្វើឲ្យញាតិញោមដែលគាត់មានបច្ចុប្បន្នច្រើនគាត់ពិបាកមើលម្ល៉េះហើយបានជាអាត្មាណាខំបញ្រិចអក្សរនឹងឲ្យបានធំដើម្បីងាយញាតិញោមដែលមានបច្ចុប្បន្នច្រើនគាត់សិក្សាងាយមើលអក្សរឃើញហើយនេះក៏ដូចគ្នាដែរអក្សរធំអាត្មាដាក់ដល់ទៅលេខនឹងដល់ទៅ169ណោះអញ្ចឹងធំមែនតែនគឺសម្រាប់ញាតិញោមយើងងាយស្រួលនៅក្នុងការសិក្សាហើយនេះក៏ដូចគ្នាដែរហើយដល់តែផ្ទាំងចុងក្រោយនេះគឺអាត្មាដាក់តែមួយផ្ទាំងអញ្ចឹងតែម្ដងសរុបទាំងអស់នេះណាញោមគឺបាលីនេះហើយនឹងសេចក្តីប្រែដែលយើងបានរៀនមកហ្នឹងគឺអាត្មាយកមកដាក់ភ្ជាប់គ្នាឲ្យទៅជាមួយផ្ទាំងនេះអញ្ចឹងណាញោមមកផ្ទាំងហ្នឹងគឺដូច
ដោយធម៌ដែលយើងបានកត់មកបាញ់មិញនេះឯងគឺតែមួយទេគ្រាន់តែអាត្មាបង្រួមយកមកដាក់នៅក្នុងផ្ទាំងតែមួយអញ្ចឹងសូមឲ្យញោមបានជ្រាបនៅក្នុងចំណុចហ្នឹងណានេះគឺអ៊ីទាំងវោញាតៃណាំងហោតុសុខិតាហន្តញាតយោទាននេះចូលសម្រេចដល់ញាតទាំងឡាយសូមឲ្យញាតទាំងឡាយដល់នៅសេចក្តីសុខចោះណាប៉ុណ្ណឹងអញ្ចឹងញោមអាចថតទុកក៏បានអាច screenshot ទុកក៏បានដែរសម្រាប់ញាតិញោមដែលអត់មានសុភៅបើហើយនេះអាត្មាធរហ្នឹងពីឧទ្ទិសទានហ្នឹងគឺអាត្មាដកចេញពីគម្ពីរបត្រៃបិដកលេខ56ទំព័រ4ណាញាតិញោមអាចអញ្ជើញទៅអានបន្ថែមអីទៀតយ៉ាងណាក៏ទៅតាមពេលវេលានិងសេចក្តីជ្រះថ្លារបស់ញាតិញោមគ្រាន់តែចង់បញ្ជាក់ថាធម៌នេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គបង្រៀនឲ្យឧទ្ទិសដល់ពពួកញាតិបន្តបំពីយើងបានថ្វាយទានចំពោះបុគ្គលដែលមានសិលអញ្ចឹងណាអាត្មាសូមពេលជម្រាបជូនញាតិញោមបញ្យលខ្លះក្នុងការឧទ្ទិសទានទៅដល់ពពួកញាតិរបស់យើងគឺមានមេត្តាបិតាជីដូនជីតាបងប្អូនជាទីស្រឡាញ់របស់យើងដែលគាត់បានធ្វើការលកិរិយាទៅណាគឺដាច់ខាតគឺត្រូវតែធ្វើបុណ្យឧទ្ទិសទៅបានអញ្ចឹងណាញាតិញោមត្រូវតែធ្វើបុណ្យឧទ្ទិសទៅបានហើយធ្វើហ្នឹងគឺត្រូវធ្វើជាមួយនឹងបុគ្គលអ្នកមានសិលបើធ្វើជាមួយបុគ្គលអត់មានសិលក៏មិនអាចឧទ្ទិសទៅបានដែរពីព្រោះអីពីព្រោះបុគ្គលដែលអត់មានសិលនោះគាត់ជួយតែខ្លួនគាត់នឹងអត់បានផងអញ្ចឹងគឺគាត់មិនអាចនឹងទទួលទានយើងដើម្បីផ្ញើទៅកាន់ពពួកញាតិយើងបានទេអញ្ចឹងគឺដាច់ខាតត្រូវតែផ្ញើទានទៅតាមរយៈបុគ្គលដែលមានសិលហើយបុគ្គលដែលមានសិលហ្នឹងគឺមានព្រះសាមណេរមានព្រះភិក្ខុនឹងឯងទាំងដែលជាបុគ្គលដ៏ឧត្តមឧត្តមដែលយើងគប្បីផ្ញើទានរបស់យើងដើម្បីឧទ្ទិសទៅដល់ពពួកញាតិរបស់យើងជាពិសេសហ្នឹងគឺកូនចៅប្រុសស្រីហ្នឹងគឺត្រូវតែនឹករលឹកដល់គុណូបការៈមេត្តាបិតាជីដូនជីតារបស់យើងអ្នកមានគុណរបស់យើងមនុស្សជាទីស្រឡាញ់របស់យើងដែលគាត់បានធ្វើការលកិរិយាទៅហ្នឹងគឺសំខាន់ណាស់គឺយើងត្រូវតែធ្វើបុណ្យឧទ្ទិសជូនគាត់ហើយពេលដែលយើងបានថ្វាយទានចំពោះព្រះសង្ឃមានតយធម៌ផ្សេងអញ្ចឹងទៅមានបាយមានសម្លមានចំណីចំណុកអីផ្សេងហ្នឹងយើងបានប្រគេនដល់ព្រះសង្ឃរួចហើយយើងតាំងចិត្តឧទ្ទិសខ្លួនឯងនេះឧទ្ទិសពាក្យនេះអ៊ីទាំងវោញាតៃណាំងហោតុសុខិតាហោតុញាតយោយើងសូត្រត្រឹមតែបាលីសុទ្ធអញ្ចឹងក៏បានដែរមិនចាំបាច់សូត្រសេចក្តីប្រែនេះក៏បានឬក៏យើងសូត្រត្រឹមតែសេចក្តីប្រែនេះក៏បានដែរទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមឲ្យញាតិទាំងឡាយដល់នៅសេចក្តីសុខចោះត្រឹមតែប៉ុណ្ណឹងក៏បានដែរឬក៏ញាតិញោមយើងសូត្រទាំងបាលីនេះផងទាំងសេចក្តីប្រែនេះផងក៏សូត្រតែខ្លីទេញោមយើងសូត្រមិនបាន2នាទីទេអញ្ចឹងយើងសូត្រទាំងបាលីផងសូត្រទាំងសេចក្តីប្រែផងទៅក៏ល្អដែរធ្វើឲ្យយើងនឹងមានការចងចាំផងដែរអញ្ចឹងបញ្ជាក់ជូនឡើងវិញដើម្បីឧទ្ទិសទានដល់ពពួកញាតិរបស់យើងដែលលោកបានធ្វើការលកិរិយាទៅមានមេត្តាបិតាជីដូនជីតាមនុស្សជាទីស្រឡាញ់របស់យើងដែលគាត់បានធ្វើការលកិរិយាទៅគឺយើងត្រូវតែធ្វើបុណ្យឧទ្ទិសជូនគាត់ទៅបានអញ្ចឹងណាយើងមិនអាចជូនផ្ទាល់ដោយគាត់នៅមានបច្ចុប្បន្នទេគឺយើងត្រូវតែធ្វើបុណ្យឧទ្ទិសជូនគាត់ហើយត្រូវធ្វើជាមួយនឹងបុគ្គលអ្នកមានសិលបុគ្គលអ្នកមានសិលហ្នឹងគឺមានភិក្ខុសាមណេរដែលជាបុគ្គលត្រត្រង់ដោយគុណគឺសិលនឹងឯងជាដើមដែលយើងត្រូវធ្វើទានថ្វាយទានចំពោះព្រះសង្ឃហើយយើងឧទ្ទិសទានហ្នឹងទៅដល់ពពួកញាតិរបស់យើងណាអញ្ចឹងនឹងប៉ុណ្ណឹងណាញាតិញោមអញ្ចឹងជាចុងក្រោយនេះអញ្ជើញញាតិញោមយកទៅទន្ទិញឲ្យបានចាំសូត្រខ្លួនញោមឲ្យបានមិនវែងទេគឺខ្លីទេអញ្ចឹងសូត្រតែបាលីសុទ្ធអញ្ចឹងក៏បានសូត្រត្រឹមតែសម្រាយសុទ្ធនេះក៏បានដែរឬក៏យើងសូត្រទាំងបាលីផងទាំងសេចក្តីប្រែផងក៏បានដែរក៏រឹងរឹតតែល្អឥឡូវអញ្ជើញញាតិញោមយើងសូត្រមុននឹងយើងបញ្ចប់អ៊ី
ទាំងvôញាតិណាំងហៅតុសុខេតាហៅតុញាតយោទាននិញចូលសម្រេចដល់ញាតិទាំងឡាយសូមឲ្យញាតិទាំងឡាយដល់នៅសេចក្តីសុខចោះណាប៉ុណ្ណឹងណាញាតិញោមជាការផ្ដាំផ្ញើចុងក្រោយកុំភ្លេចឲ្យសោះបន្ទាប់អំពីញាតិញោមបានថ្វាយទានចំពោះព្រះសង្ឃរួចគឺញោមត្រូវតែឧទ្ទិសដោយពាក្យជាដើមដោយដែលយើងបានរៀននេះឯងណាកុំភ្លេចឲ្យសោះណាញាតិញោមត្រូវតែឧទ្ទិសហើយមុននឹងឧទ្ទិសគឺយើងត្រូវផ្គងចិត្តចេតនាបង្អោននៅបុណ្យដែលយើងបានបំពេញដែលយើងបានថ្វាយដល់ព្រះសង្ឃរួចហើយហ្នឹងគឺយើងត្រូវតែបង្អោនទានហ្នឹងឧទ្ទិសទៅដល់ពពួកញាតិរបស់យើងហើយក៏យើងសូត្រពាក្យហ្នឹងទៅអីទាំងវោញាតិនឹងហៅទៅសុគតាហនទៅញាតិយោទាននេះចូលសម្រេចដល់ញាតិទាំងឡាយសូមឲ្យញាតិទាំងឡាយដល់នៅសេចក្តីសុខចោះណាអញ្ចឹងប៉ុណ្ណឹងណាញាតិញោមអញ្ជើញយកទៅទន្ទិញឲ្យចាំអញ្ចឹងប៉ុណ្ណឹងនៅក្នុងការសិក្សារបៀបនៃការឧទ្ទិសទានដល់ពពួកញាតិចុងក្រោយអាត្មាភាពក៏សូមប្រម៉ែប្រមូលបុណ្យកុសលទាំងអស់លើកប្រគេនដល់ព្រះករុណាគុណចាស់គ្រប់ព្រះអង្គនិងថ្វាយដល់សក្តិវិរិយស្រីនៃទេវតាគ្រប់លំដាប់ឋានៈទាំងអស់និងជូនបុណ្យដល់ញាតិញោមប្រុសស្រីគ្រប់រូបនិងមួយអន្លើដោយសពសត្វទាំងពួងសូមអនុមោទនានៅចំណែកបុណ្យកុសលនេះហើយក៏សូមឲ្យបរិបូរណ៍ទៅដោយបញ្ញាសមាទិដ្ឋិសេពគូបណ្ឌិតសប្បុរសទីបំផុតទៅបានត្រាស់ដឹងនៅអរិយសច្ចធម៌បានរួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាខ្ញុំបកណាធម្មកាមអូនថាសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលាជួបគ្នានៅក្នុងមេរៀនក្រោយៗជាបន្តទៀត